សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំបាទវិរៈថ្ងៃនេះខ្ញុំមកចែករំលែកបទពិសោធន៍ជីវិតរស់នៅប្រចាំថ្ងៃក្នុងប្រទេសញូហ្សេឡង់ហើយក៏ដូចជាពួកខ្ញុំមកធ្វើការក្នុងប្រទេសញូហ្សេឡង់ដែរបងប្អូនតើការមកធ្វើការក្នុងប្រទេសញូហ្សេឡង់ដូចខ្ញុំនេះមានផលវិបាកអ្វីខ្លះដោយបងប្អូនឃើញនៅក្នុងវីដេអូនេះអញ្ចឹងខ្ញុំទៅតែរើផ្ទះនៅផ្ទះថ្មីជួលផ្ទះតែខ្លួនឯងជាមួយពូម៉ាក់4នាក់ម៉ាស៊ីនបោកខោអាវនៅផ្ទះមានអត់មកបោកទេសុខចិត្តមកបោកក្រៅខ្ញុំបាននាំពូម៉ាក់មួយទៀតដូចជាប្អូនអញ្ចឹងមកបោកនៅកន្លែងក្រុមហ៊ុនគេនេះហើយកាត register ម្ដងអស់$1យើង top up $10ទៀតអញ្ចឹងសរុបទៅកាតនៅក្នុងហ្នឹងអស់ចំនួន$10ហើយពេលយើងបោកខោអាវគឺអស់$5បាទគ្រាន់តែចំណុចបោកខោអាវមួយអស់$10បងប្អូនគ្នា2នាក់គឺអស់ម្នាក់$5ហើយយើងបោកចូលគ្នាចំពោះការចំណាយក្នុងប្រទេសញូហ្សេឡង់គឺចំណាយច្រើនប៉ុន្តែប្រាក់ខែក្នុងប្រទេសញូហ្សេឡង់ក៏បានច្រើនដែរបងប្អូនតែបញ្ជាក់បងប្អូននៅក្នុងប្រទេសញូហ្សេឡង់គេគិតជាប្រាក់អាទិត្យបងប្អូនអ្វីក៏ដោយបងប្អូនគឺគេគិតជាប្រាក់អាទិត្យបង់ជាអាទិត្យទាំងអស់បងប្អូនសំបីការជួលផ្ទះសំបីប្រាក់ខែគឺគេបង់ជាអាទិត្យទាំងអស់គិតទៅពីអ្នកខ្ញុំនៅផ្ទះមានម៉ាស៊ីនបោកខោអាវតែអត់បោកទេសុកចិត្តមកកន្លែងបោកខោអាវដើម្បីយកវីដេអូមួយផុសចែករំលែកបទពិសោធន៍រស់នៅក្នុងប្រទេសញូហ្សេឡង់ទាំងអស់គ្នាតែសំខាន់ណាស់បងប្អូនមកបោកខោអាវលើកទី1ភ្លេចយកសាប៊ូមករត់ទៅទិញសាប៊ូមួយអស់$8បន្ទាប់ពីទិញសាប៊ូមកនេះយើងញុកខោអាវចូលទូដើម្បីបោកទូនេះតែ8គីឡូម៉ាស៊ីនបោកបងប្អូនតែ2កញ្ឆេងយកមកបោកញុកយកហើយឡើងណែនពេញបុបហ្មងបាទបន្ទាប់ពីញុកខោអាវអស់ពីកញ្ច្រែងធំមកគឺយើងដាក់សាប៊ូចូលនេះគេមានប្រឡោះដាក់សាប៊ូមានទឹកក្អូបមានដូចជាទឹកសាប៊ូបោកខោអាវអីហ្នឹងគេមានបែងចែកជា4ប្រឡោះអត់ដឹងស្អីខ្លះទេដឹងតែដាក់សាប៊ូយកហ្មងអត់យកទឹកក្អូបមកទៀតចេញថតវីដេអូចូលកន្លែងបោកខោអាវលើកទី1រ៉ាកដល់កឲ្យបងប្អូនបាទបងប្អូនមានអីសប្បាយមួយយ៉ាងដែរតែបបួលគ្នាមកបោកខោអាវដាក់ចូលគ្នានេះចុចបោកដាក់ទឹកក្តៅអស់$4ហ្នឹង$5ហ្នឹងភ្លេចបាត់ទេនេះកាតនៅសល់តែ$4ហើយចំពោះរយៈពេលដែលយើងបោកបងប្អូនខ្ទង់ចិត្តកន្លះម៉ោង24នាទីថាកន្លះម៉ោងចាបន្ទាប់ពីយើងស្កេនកាតរួចហើយគឺយើងដកកាតចេញហើយរកកៅអីអង្គុយបងប្អូនមានតាណាឆ្ងាយទេកៅអីនៅមុខម៉ាស៊ីនហ្នឹងទាញទូរស័ព្ទមកអស់ TikTok អស់អីអស់រែងអស់អីលេងទៅដូចជាមិនយូរទេបងប្អូនតាម24នាទីថាកន្លះម៉ោងចុះយេលេងសើចអីបងប្អូនកន្លះម៉ោងយូរដែរនឹងអង្គុយឡើងអង្គុយស្ងាប់បងប្អូនងុយគេងហ្មងហើយសំខាន់ឃ្លានទៀតបងប្អូនចាំការប្រម៉ូកអាវលឿនអាបានទៅផ្ទះដាក់បាយមួយចាននេះហាលកៅអៅបាទបោកម្ដង$5ម្នាក់$2កន្លះចំណេញដែរតាឥឡូវមកដល់ផ្ទះនេះហាលកៅអៅមកចែកជើងគ្នាហាលបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូថ្ងៃនេះគឺថ្ងៃបោកខោអាវបងប្អូនកុំភ្លេចជួយ like ជួយ follow ម្នាក់មួយបាយបាយ